មេឃភ្លៀងរលឹមស្រិចស្រិចតិចអញ្ចឹងបានបុកក្តឹបអំពិលដាក់ថែមម្ទេសដាក់ឲ្យច្រើនណាបងប្អូនអើយគ្រាន់នឹកឃើញក៏ដាក់បាយអស់ពី3ចានដែរបងប្អូនហើយចាជំរាបសួរមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាមកដើរផ្សារនៅសហរដ្ឋអាមេរិករដ្ឋ Washington State តំបន់នេះខ្ញុំរស់នៅបងប្អូនមកមើលបន្លែផ្លែឈើថាទីផ្សារនៅសហរដ្ឋអាមេរិកឥឡូវហ្នឹងគឺមានតម្លៃយ៉ាងណាហើយបន្ទាប់ពីខ្ញុំមកពីស្រុកខ្មែរចាបងប្អូនតលេងស្រុកខ្មែរអស់រយៈពេល72ខែបងប្អូននៅពេលកលេចមកមើលផ្លែឈើបន្លែឥឡូវហ្នឹងបងប្អូនហើយនៅអាមេរិកឥឡូវគឺភុងពេញឡើងថ្លៃកប់សេរីហ្មងនេះបងប្អូនឃើញម្ទេសមួយបាក់ហ្នឹង$7-8ហើយបងប្អូនហើយមុនខ្ញុំទៅស្រុកខ្មែរ2ខែមុនបងប្អូនហើយម្ទេសអីតម្លៃធូរថ្លៃទេតែ3-4រៀលឬក៏2រៀលអីទេឥឡូវហ្នឹងឡើងកប់សេរីហ្មងដល់មកឃើញអ្វីអីវ៉ាន់របស់ឡើងថ្លៃអញ្ចឹងមិនដឹងទៅបន្ទោសអ្នកណាទេបងប្អូនហើយស្អីអីវ៉ាន់ឡើងកប់ហ្មងមិនថាទឹកត្រីទឹកស៊ីអ៊ីវស្អីគឺថាអូយបងប្អូនហើយចាប់ពាក្យវិចារថ្លាថ្លែងទឹកត្រីបើនិយាយពីថាមកដល់កាលមុនខ្ញុំទៅនឹងតែ$3.99 $4អីទេអារូបក្តាម3ឥឡូវនេះនៅខាងខ្ញុំ$8ក្នុងមួយដបចាដូចបងប្អូនបានឃើញតម្លៃបន្លែផ្លែឈើដូចតំបន់រដ្ឋដែលខ្ញុំនៅហ្នឹងបងប្អូននឹងនៅរដ្ឋខ្ញុំនៅទីនេះហ្នឹងខែធ្លាក់ព្រិលខែត្រជាក់មានច្រើនជាងរដូវក្តៅដូចបងប្អូនបានឃើញដំណាំដែលគេយកមកលក់នៅតាមទីផ្សារហ្នឹងគឺគេដាំនៅរដ្ឋដែលមានរដូវដូចយើងនៅស្រុកខ្មែរអញ្ចឹងបងប្អូនគេដាំនៅរដ្ឋរដូវក្តៅដល់អញ្ចឹងហើយគេដឹកអបានទាំងអស់ហ្នឹងជិះតាមយន្តហោះហើយគេយកមកលក់តាមបណ្ដារដ្ឋដែលត្រជាក់ដែលយើងដាំដំណាំផ្លែឈើអត់បានអញ្ចឹងបងប្អូនគឺទៅអ្នកដែលរស់នៅរដ្ឋដែលមានអាកាសធាតុដូចយើងនៅស្រុកខ្មែរអញ្ចឹងសំណាងណែបងប្អូនពួកអីគាត់ដាំដំណាំបន្លែផ្លែឈើហើយគាត់យកមកលក់នៅទីផ្សារនៅយើងនៅអាមេរិកដូចគ្នាប៉ុន្តែអាមេរិករដ្ឋមាន50រដ្ឋអញ្ចឹងបងប្អូនដល់អញ្ចឹងហើយរដ្ឋហ្នឹងគឺអាកាសធាតុដូចយើងនៅស្រុកខ្មែរអញ្ចឹងក្តៅមកល្មមអញ្ចឹងហើយក៏ដាំដំណាំបន្លែផ្លែឈើអញ្ចឹងយកមកលក់បងប្អូនមើលការវេចខ្ចប់គល់ស្លឹកគ្រៃគេនៅនេះមកដុំហ្នឹងបងប្អូនឃើញអញ្ចឹងតម្លៃវា$4-5មានថោកទេណាបងប្អូនមកដុំគេមានតែ4-5ដើមអីទេ6ដើមទេក្នុងម្ដុំគេនោះជីវិតនៅអាមេរិកបើធ្វើចំការស្រែអីគឺអ្នកមានតែម្ដងហើយបងប្អូនព្រោះអីទីផ្សារនៅអាមេរិកសម្បូរដូចបងប្អូនឃើញអញ្ចឹងបានបន្លែផ្លែឈើនេះបងប្អូនចង់ស្លម្ជូរដូចដៃខ្ញុំអញ្ចឹងស្លឹកអំពិលបងប្អូនបើណាស្លឹកអំពិលនេះ product ដូចបងប្អូនដែលខ្ញុំថតឲ្យបងប្អូនឃើញនេះគឺមកពីប្រទេសថៃបងប្អូនសូម្បីតែថៃក៏ប្រកែកខាងយកទីផ្សារផលិតផលពីប្រទេសថៃយកមកដល់អាមេរិកយើងក៏ខ្លាំងអស់តោះហើយបងប្អូននៅពីថៃគឺខ្ញុំសូមសរសើរមែនតើបងប្អូននេះដូចបងប្អូនបានឃើញសូម្បីកៅអៅឈូកកៅអៅអីគឺយកមកលក់មកដល់អាមេរិកទេណាម្ទេសហុយម្ទេសអីណែបងប្អូនឃើញទេសៀងការវេចខ្ចប់សៀងដូចខ្ញុំអញ្ចឹងចង់អើយធ្វើម្ហូបយកទៅឆាខ្ញីឆាអីដាក់សៀងអញ្ចឹងគឺគេដាក់លក់ជាដបបែបហ្នឹងណាបងប្អូនមកផ្សារលើកនេះឃើញគេដាក់លក់គុយទាវភ្នំពេញណែបងប្អូនឃើញទេនៅអាមេរិកឥឡូវហ្នឹងក៏មានគុយទាវភ្នំពេញដែរចាស្រួលមែនទែនបងប្អូនទេប៉ុន្តែគុយទាវភ្នំពេញគេដាក់ថាបង្កអីមកពី Thailand អីចឹងទៅណាបងប្អូនតែគេដាក់អក្សរខ្មែរយើងចឹងមិនដឹងយ៉ាងណាយ៉ាងណីដែរទេបងប្អូនគេដាក់ឈ្មោះខ្មែរយើងគុយទាវភ្នំពេញតែផលិតផលគេគឺនាំចូលមកពីថៃទេបងប្អូនចាដូចបងប្អូនឃើញអញ្ចឹងនេះចេកមួយស្និត$5 $6ចឹងណាបងប្អូនទាំងអស់គ្នាថ្ងៃនេះមានអារម្មណ៍ថាចង់រអ៊ូបន្តិចហើយធ្វើវីដេអូដោយសារអីរបស់នៅអាមេរិកឡើងថ្លៃតែប្រាក់ខែអ្នករស់នៅសហរដ្ឋអាមេរិកឥឡូវអត់ទេបងប្អូនណាយមួយឆ្នាំឡើងប្រាក់ខែម្ដងអ្នកធ្វើការមួយឆ្នាំកន្លែងការងារខ្លះឡើង20សេន កន្លែងខ្លះ50សេនកន្លែងខ្លះមួយឆ្នាំឡើង$1ដូចថាឡើងក្នុង1ម៉ោងអញ្ចឹងណាបងប្អូនមួយឆ្នាំគេឡើងម្ដងប្រាក់ខែនៅអាមេរិកនេះណាបងប្អូនទាំងអស់គ្នានិយាយទៅគឺចាញ់អ្នកធ្វើចការដាច់ហើយបងប្អូនអ្នកធ្វើស្រែដាច់ហើយនៅអាមេរិកឥឡូវគេថាអ្នកធ្វើស្រែចំការនៅអាមេរិកមានណាបងប្អូនមុននេះគ្រាន់តែត្រាប់ញោមក៏បន្តិចទេ$10របស់
របស់ញ៉ាំគឺឡើងគ្រើតតែម្ដងបងប្អូនគឺថាបងប្អូនខ្មែរយើងគាត់មករស់នៅអាមេរិកនេះគាត់ទៅរស់នៅរដ្ឋតំបន់ដូចយើងស្រុកខ្មែរអញ្ចឹងគាត់ដាំអំពិលដាំអីដំណាំបានគាត់ឆ្លាតបងប្អូនអញ្ចឹងហើយគាត់ដាំដំណាំទាំងអស់ហ្នឹងយកមកលក់នៅលើទីផ្សារបានតែចង់និយាយថាខ្ញុំមកផ្សារថ្ងៃនេះហ្នឹងគឺហេងមែនទែនបងប្អូនហើយគឺអត់ដែលឃើញមានគេលក់ស្លឹកបាសទេតែថ្ងៃនេះខ្ញុំមកហ្នឹងគឺមានគេលក់ស្លឹកបាសហើយតម្លៃធូរថ្លៃទៀតត្រឹមតែ$3គឺខ្ញុំទិញ2ដុំយូរទៅស្ងោរព្រោះអីឃើញស្លឹកបាសនឹកដល់ស្រុកខ្មែរដូចបងប្អូនឃើញទេណែលហេងឡោងអីនៅនេះគឺថាអូអស់ទៅចាវីដេអូនេះទៅតាមសំណូមពរដល់កាលខ្ញុំទៅស្រុកខ្មែរគឺគាត់សំណូមពរឲ្យខ្ញុំនឹងថតវីដេអូដើរផ្សារថតពីតម្លៃផ្លែឈើពីការខ្ញុំរស់នៅសហរដ្ឋអាមេរិកនេះគាត់ឲ្យខ្ញុំថតឲ្យច្រើនបោះទៅដើម្បីឲ្យគាត់បានមើលដែរព្រោះអីគាត់នៅស្រុកខ្មែរគាត់ចង់ដឹងតម្លៃបន្លែផ្លែឈើនៅសហរដ្ឋអាមេរិកហ្នឹងតម្លៃគេលក់ម៉េចអីមិនចឹងណាបងប្អូនចាគាត់នៅស្រុកខ្មែរគាត់ចង់ដឹងតម្លៃខ្ញុំនៅអាមេរិកធម្មតាការរស់នៅកន្លែងតំបន់ប្រទេសខុសៗគ្នាអញ្ចឹងតម្លៃអ្វីអ្វាន់ក៏ទៅតាមនឹងដែរបងប្អូនអត់ដូចគ្នាទេការរស់នៅអញ្ចឹងណាចាជាចុងក្រោយបងប្អូនណាមិនទាន់ស្គាល់ page Siomai USA របស់ខ្ញុំបងប្អូនគ្រាន់តែចុច follow page like page នោះបងប្អូននឹងបានទទួលវីដេអូថ្មីរាល់ការដំណើរកម្សាន្តជីវិតបែបបទរស់នៅសហរដ្ឋអាមេរិកហ្នឹងរបៀបម៉េចអញ្ចឹងបងប្អូនគ្រាន់ចុច follow page ឬក៏បងប្អូនចូលចិត្តវីដេអូមួយណាបងប្អូនគ្រាន់តែ share ទុកទៅនោះបងប្អូននឹងចុចលើក្រោយទៀតបងប្អូននឹងឃើញវីដេអូថ្មីរាល់ពេលដែលខ្ញុំផុសទៅបងប្អូននឹងបានឃើញចាជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាយើងនឹងទៅជួបគ្នានៅវីដេអូថ្មីក្រោយទៀតសូមអរគុណសូមជម្រាបលាបាយបាយ